សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Learn English with Kadap ថ្ងៃនេះយើងនឹងមកសិក្សាពីគន្លឹះសំខាន់ដែលអាចជួយឲ្យអ្នកទាំងអស់គ្នារៀនភាសាអង់គ្លេសបានឆាប់ចេះនិងមានប្រសិទ្ធភាពជាងមុនទី1 Learn every day មានន័យថារៀនរៀងរាល់ថ្ងៃមានន័យថាយើងត្រូវបង្កើតទម្លាប់រៀនភាសាអង់គ្លេសជាប្រចាំព្រោះការរៀនតិចប៉ុន្តែធ្វើជារៀងរាល់ថ្ងៃមានប្រសិទ្ធភាពជាងការរៀនច្រើនតែម្ដងហើយឈប់យូរអ្នកទាំងអស់គ្នាចំណាយពេលត្រឹមតែ15ទៅ30នាទីក្នុងមួយថ្ងៃដើម្បីរៀនពាក្យថ្មីអានអត្ថបទខ្លីៗឬហាត់ grammar ដើម្បីអភិវឌ្ឍភាសាអង់គ្លេសរបស់ខ្លួន Remember small steps every day lead to big improvement មានន័យថាជំហានតូចរាល់ថ្ងៃនាំទៅរកការរីកចម្រើនធំទី2 build your vocabulary បង្កើនវាក្យសព្ទទីនេះមានន័យថាយើងត្រូវខិតខំរៀននិងប្រមូលពាក្យថ្មីជាប្រចាំព្រោះថាវាក្យសព្ទជាមូលដ្ឋានសំខាន់សម្រាប់ការរៀនភាសាអង់គ្លេសបើអ្នកទាំងអស់គ្នាចេះពាក្យច្រើនអ្នកទាំងអស់គ្នានឹងងាយស្រួលក្នុងការស្ដាប់ការអានការសរសេរនិងការនិយាយដូច្នេះចូលរៀនពាក្យថ្មីរៀងរាល់ថ្ងៃហើយកុំត្រឹមតែចងចាំន័យរបស់វាត្រូវព្យាយាមយកពាក្យទាំងនោះទៅបង្កើតជាប្រយោគដើម្បីឲ្យយើងចងចាំបានយូរនិងប្រើប្រាស់បានត្រឹមត្រូវឧទាហរណ៍ពាក្យ improve មានន័យថាធ្វើឲ្យប្រសើរដូច្នេះយើងត្រូវយកពាក្យនេះប្រកាសជាប្រយោគឧទាហរណ៍ថា I want to improve my English មានន័យថាខ្ញុំចង់ធ្វើឲ្យភាសាអង់គ្លេសរបស់ខ្ញុំប្រសើរឡើង Remember learn new words use new words រៀនពាក្យថ្មីហើយប្រើពាក្យថ្មីចំណុចទី3 learn grammar and practice រៀន grammar និងអនុវត្តទីនេះមានន័យថាយើងមិនគួររៀនតែរូបមន្ត grammar ហើយចងចាំតែទ្រឹស្ដីប៉ុណ្ណោះទេមានន័យថាបន្ទាប់ពីរៀន grammar មួយមេរៀនហើយយើងទាំងអស់គ្នាគួរព្យាយាមយកវាទៅអនុវត្តដោយសរសេរប្រយោគនិងនិយាយឲ្យបានញឹកញាប់ការអនុវត្តជាប្រចាំនឹងជួយឲ្យយើងយល់កាន់តែច្បាស់ចងចាំបានយូរនិងអាចប្រើ grammar បានត្រឹមត្រូវក្នុងជីវិតប្រចាំថ្ងៃឧទាហរណ៍ថាអ្នកទាំងអស់គ្នារៀនអំពី present simple ដូច្នេះអ្នកទាំងអស់គ្នាត្រូវសរសេរប្រយោគ present simple ឡើងវិញឧទាហរណ៍ថា I study English every day ខ្ញុំរៀនភាសាអង់គ្លេសរាល់ថ្ងៃ Remember don't just learn grammar use it មានន័យថាកុំរៀន grammar តែប៉ុណ្ណោះយកវាទៅប្រើប្រាស់ផងចំណុចទី4 listen more English ស្ដាប់ភាសាអង់គ្លេសបានច្រើនចំណុចនេះមានន័យថាអ្នកទាំងអស់គ្នាគួរតែស្ដាប់ភាសាអង់គ្លេសឲ្យបានញឹកញាប់ដូចជាវីដេអូកម្មវិធី podcast ព័ត៌មានឬបទសន្ទនាភាសាអង់គ្លេសការស្ដាប់ជាប្រចាំនឹងជួយឲ្យអ្នកទាំងអស់គ្នាស្គាល់ការបញ្ចេញសំឡេងបានត្រឹមត្រូវយល់ពីរបៀបប្រើប្រាស់ពាក្យនិងប្រយោគក្នុងស្ថានភាពជាក់ស្ដែងព្រមទាំងបង្កើនជំនាញស្ដាប់របស់ខ្លួនផងដែរកុំបារម្ភបើដំបូងមិនទាន់យល់ទាំងអស់ស្ដាប់ម្ដងមួយហើយម្ដងមួយទៀតនឹងធ្វើឲ្យអ្នកទាំងអស់គ្នាកាន់តែយល់និងកាន់តែមានទំនុកចិត្ត Remember the more you listen the better you understand មានន័យថាអ្នកស្ដាប់កាន់តែច្រើនអ្នកនឹងយល់កាន់តែច្បាស់ចំណុចទី5 Speak without fear កុំខ្លាចក្នុងការនិយាយត្រង់ចំណុចនេះអ្នកទាំងអស់គ្នាមិនគួរខ្លាចក្នុងការនិយាយភាសាអង់គ្លេសទេនៅពេលរៀនភាសាថ្មីការធ្វើខុសគឺជារឿងធម្មតាហើយវាជាផ្នែកមួយនៃការរៀនកុំខ្លាចថានិយាយខុសឬបញ្ចេញសំឡេងមិនទាន់ត្រឹមត្រូវអ្វីដែលសំខាន់គឺហ៊ាននិយាយហើយហាត់ជាប្រចាំកាលណាអ្នកទាំងអស់គ្នាអនុវត្តកាន់តែច្រើនជំនាញនិយាយនិងទំនុកចិត្តរបស់អ្នកទាំងអស់គ្នានឹងកាន់តែប្រសើរឡើងដែរ Remember don't be afraid to make mistakes practice makes progress មានន័យថាកុំខ្លាចក្នុងការធ្វើខុសការអនុវត្តជាប្រចាំនាំឲ្យមានការរីកចម្រើនចំណុចទី6 read and write daily អាននិងសរសេរជាប្រចាំក្នុងចំណុចនេះមានន័យថាអ្នកទាំងអស់គ្នាគួរតែបង្កើតទម្លាប់អាននិងសរសេរភាសាអង់គ្លេសជារៀងរាល់ថ្ងៃការអានសៀវភៅអានអត្ថបទខ្លីៗឬព័ត៌មានជាភាសាអង់គ្លេសនឹងជួយបង្កើនវាក្យសព្ទយល់ពីរបៀបប្រើប្រាស់ grammar និងពង្រីកចំណេះដឹងរបស់អ្នកទាំងអស់គ្នាចំណែកឯការសរសេរវាជួយឲ្យយើងអនុវត្តនៅអ្វីដែលបានរៀនព្រមទាំងជួយឲ្យចងចាំពាក្យថ្មីៗនិងរចនាសម្ព័ន្ធប្រយោគបានកាន់តែល្អ Remember the more you read and write the more confident you become
មានន័យថាអ្នកអាននឹងសរសេរកាន់តែច្រើនអ្នកនឹងកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់ភាសាអង់គ្លេសចំណុចទី7 practice QCM ហាត់សំណួរ QCM ចំណុចនេះមានន័យថាបន្ទាប់ពីរៀន vocabulary grammar ហើយអ្នកទាំងអស់គ្នាគួរហាត់ធ្វើសំណួរ QCM ដែលភាសាអង់គ្លេសពេញគេហៅថា multiple choice question ឲ្យបានជាប្រចាំ remember practice make perfect មានន័យថាការអនុវត្តជាប្រចាំនាំទៅរកភាពស្ទាត់ជំនាញសរុបមកបើអ្នកទាំងអស់គ្នាអនុវត្តគន្លឹះទាំង7នេះជាប្រចាំនោះជំនាញភាសាអង់គ្លេសរបស់អ្នកទាំងអស់គ្នានឹងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃសូមអរគុណដែលបានទស្សនាវីដេអូនេះប្រសិនបើវីដេអូនេះមានប្រយោជន៍សូមចុច like share និង subscribe ដើម្បីគាំទ្រ Learn English with Kidap និងកុំភ្លេចបើក notification ដើម្បីទទួលបានមេរៀនថ្មីៗជួបគ្នាវីដេអូបន្ទាប់សូមអរគុណនិងសូមជូនពរឲ្យអ្នកទាំងអស់គ្នាជោគជ័យក្នុងការសិក្សា Goodbye